ដីតែសុកសុកចាប់មកឯនំប៉ាមកលេងកោសង្ក្រានសម្រាប់ដំណើរកំសាន្តមួយហ្នឹងគឺខ្ញុំជ្រើសរើសយក Airbus មកពីវរៈបន្ថែមដោយសារតែនៅលើឡានហ្នឹងគឺមានទាំង Wi-Fi មានទាំង YouTube ឲ្យយើងមើលកៅអីរបស់គេហ្នឹងព្រីមៀមធំស្រួលអង្គុយមានបតុបទឹកឲ្យគេរៀបចំជាអាហារពេលព្រឹកក៏ដូចជាអាហារពេលថ្ងៃជូនយើងទៀតគ្រាន់តែថាថ្ងៃទី1ដែលពួកខ្ញុំទៅដល់ហ្នឹងគឺមេឃភ្លៀងអញ្ចឹងពួកខ្ញុំបានធ្វើអីបានត្រឹមតែលេងទឹកនៅ Pub Street ហ្នឹងឯងហើយនៅថ្ងៃទី2ខ្ញុំជាមួយនឹងក្រុមគ្រួសារបានងើបតាំងពីម៉ោង4ដើម្បីទៅមើលទេសភាពពេលព្រឹកនៅប្រាសាទអង្គរវត្តទាំងអ្នកដឹងហើយថាថ្ងៃមានរាហេព្រោះដោយសារតែយប់មិញនឹងមេឃភ្លៀងតែទោះជាយ៉ាងណាក៏ទេសភាពពេលព្រឹកនៅប្រាសាទអង្គរវត្តស្រស់ស្អាតខ្លាំងមែនតើហ្មងហើយនេះក៏ជាលើកទី1ដែរដែលក្រុមគ្រួសារខ្ញុំបានឡើងមកប្រាសាទអង្គរវត្តជុំគ្នាចឹងព្រោះដោយសារពេលខ្លះខ្ញុំមកតែម្នាក់ឯងពេលខ្លះទៀតម៉ាក់មកអីចឹងហើយប៉ាខ្ញុំក៏អត់សូវបានមកទេព្រោះជិះឡានយូរអញ្ចឹងគាត់ជិះចឹងជិះឆ្អែងពីដើមមើលទេសភាពបានមកសន្ទុះហើយក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាមកវត្តអន្តបត្តបុរីដែលស្ថិតនៅខាងត្បូងនៃប្រាសាទអង្គរវត្តបន្ទាប់មកពួកយើងទាំងអស់គ្នាក៏បានត្រឡប់មកមុខប្រាសាទវិញដើម្បីមើលការដង្ហែក្បួនដែលរៀបចំឡើងដោយអង្គរសង្ក្រានហើយអីដែលសំខាន់ហ្នឹងគឺការដង្ហែក្បួនមួយហ្នឹងមានគ្រប់រជ្ជកាលក៏ដូចជាសម័យកាលទាំងអស់និយាយទៅនេះក៏ជាលើកទី1ដែរដែលពួកខ្ញុំចូលរួមកម្មវិធីអង្គរសង្ក្រានហើយមានអារម្មណ៍ថាប្លែកភ្នែកខ្លាំងមែនតើបន្ទាប់មកខ្ញុំក៏បាននាំប៉ារបស់ខ្ញុំដើរមើលប្រាសាទអង្គរវត្តទាំងមូលហ្មងដោយសារតែប៉ាក៏អត់សូវបានដើរចូលមកក្នុងប្រាសាទអង្គរវត្តនឹងទេដោយសារតែដំណើរកម្សាន្តលើកនេះគឺជាដំណើរកម្សាន្តខ្នាតតូចរបស់គ្រួសាររបស់ខ្ញុំអញ្ចឹងម៉ាក់ហើយនឹងប៉ាគាត់មានពេលអង្គុយនិយាយគ្នាមើលប្រាង្គប្រាសាទនានាហើយគឺ relax ហើយ chill ខ្លាំងមែនតើអាចនិយាយបានថានេះជាលើកទី1ឯដែលក្រុមគ្រួសាររបស់ខ្ញុំសម្រាប់ចាត់ថាដើរលេងជាលក្ខណៈគ្រួសារតូចព្រោះដោយសារម្ដងពេលដែលយើងទៅនឹងយើងទៅជាលក្ខណៈគ្រួសារធំហើយមានសមាជិកគ្រួសារផ្សេងៗទៀតទៅអញ្ចឹងដំណើរកម្សាន្តលើកនេះបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំនឹងចំណាយពេលវេលាល្អៗនៅជាមួយគ្នាស្វែងយល់ពីគ្នាកាន់តែច្រើនជាងមុនហើយនេះក៏ជាលើកទី1ដែលប៉ាម៉ាក់របស់ខ្ញុំគាត់សាកញ៉ាំនំបញ្ចុកទឹកប្រហុកដែរអោខេត្តសៀមរាបប្រៀបថានៅសតកាលខ្ញុំប្រតិព័ន្ធការបាត់ដំបងដល់ចិនគំរួញគួញគិនគេងផ្សងតែបាត់ដំបងបងស្មាចំបានៅក្នុងថ្ងៃទី2នេះផងដែរក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាមកទស្សនាប្រាសាទបាយ័នដែលជាប្រាសាទមួយមានក្បូរក្បាច់រចនាស្អាតខ្លាំងមែនទែនហើយអីដែលសំខាន់ប្រាសាទមួយនេះតាក់ទងខ្លាំងជាមួយនឹងពុទ្ធសាសនានៅក្នុងប្រជាជាតិកម្ពុជាយើងទាំងមូលប្រាសាទបាយ័នត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12រហូតដល់ដើមសតវត្សទី13ហើយប្រាសាទនេះផងដែរគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់ពុទ្ធសាសនាមហាយានដែលមានទីតាំងស្ថិតនៅក្រុងអង្គរធំសម្រាប់ដំណើរកម្សាន្តមកខេត្តសៀមរាបលើកនេះផងដែរគឺខ្ញុំមានអារម្មណ៍ថាគ្រប់យ៉ាងស្រស់បំព្រងពណ៌បៃតងខ្ចីតែម្ដងអីដែលសំខាន់ណាស់គឺសម្បូរទៅដោយជនបរទេសជាងដែលការរំពឹងទុកមុនរបស់ខ្ញុំទៀតនៅក្នុងថ្ងៃទី2នេះផងដែរក្រុមគ្រួសាររបស់ខ្ញុំអត់ឲ្យខាតទេចឹងពួកយើងក៏បាននាំគ្នាបន្តដំណើរទៅកាន់ប្រាសាទតាកែវប្រាសាទតាកែវត្រូវបានកសាងឡើងនៅក្នុងសតវត្សទី10ដោយព្រះបាទជ័យវរ្ម័នទី5ហើយបញ្ចប់នៅក្នុងសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1អញ្ចឹងជាការអំពាវនាវរបស់ខ្ញុំសម្រាប់អ្នកដែលគាត់បានមកខេត្តសៀមរាបកុំភ្លេចចូលមកទស្សនាប្រាសាទតាកែវផងហើយសម្រាប់កន្លែងនេះផងដែរខ្ញុំសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាមិនប្រកាន់ទេដោយសារតើព្រះសង្ឃអនុញ្ញាតឲ្យពុទ្ធសាសនិកគ្រប់រូបដែលគាត់កំពុងតែស្ថិតនៅលើយានជំនិះហ្នឹងពួកគាត់អាចចូលជាបច្ច័យដើម្បីកសាងនានាបានហើយនៅថ្ងៃដដែលហ្នឹងក្រុមគ្រួសាររបស់ខ្ញុំក៏បានធ្វើដំណើរមកកាន់ប្រាសាទតាព្រំកាលពីដើមឡើយប្រាសាទតាព្រំត្រូវបានគេឲ្យឈ្មោះថារាជវិហារហើយប្រាសាទនេះផងដែរត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1186ក្រោមស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទតាព្រំនេះផងដែរត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះមេដារបស់ព្រះបាទជ័យវរ្ម័នទី7ក្រោមអត្ថន័យនៃព្រហ្មញ្ញសាសនាហើយអ្វីដែលទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតគឺដើមឈើដែលដុះនៅលើប្រាង្គប្រាសាទហាក់ដូចជាមានពណ៌ប្រាក់និងពណ៌មាសនោះឯងហើយសម្រាប់ពេលល្ងាចខ្ញុំឯនឹងក្រុមគ្រួសារបាននាំគ្នាមកជិះម៉ូតូកង់4ឬមួយក៏គេហៅថា quad bike និយាយទៅកុំថាឡើយប៉ាហើយនឹងម៉ាក់សំបីតែខ្ញុំមួយប្អូនប្រុសខ្ញុំក៏អត់ដែរជិះដូចគ្នាដែរនឹងសិតតែជាលើកទី1របស់ពួកយើងហ្នឹងអ្នកក្លុបលេងទៅខ្ញុំក្លុបលេងខ្ញុំក្លុបទីក្រុងក្លុបណាបានខ្ញុំក្លុបប៉ះខ្ញុំអាចធ្វើនឹងល្អទៅមុនអ្នកដេកជឿគ្រុនជាកង្វល់ចាយប់ឡើងខ្ញុំមិនភ្លេចនោះទេជាមួយនឹងការបើកម្លាំងព្រោះមួយថ្ងៃហ្នឹងអស់កម្លាំងរលីងហើយសម្រាប់អ្នកដែលចង់សាករសជាតិចាគួរតែសាកឲ្យបានម្ដងអូហូចាឥឡូវយើងចាប់ផ្ដើមថ្ងៃទី3ជាមួយនឹងបាយមាន់ល្បីគឺបាយមាន់វត្តពូលង្កាហើយសម្រាប់រសជាតិហើយនឹងតម្លៃគឺខ្ញុំអាចធានាបានថាស័ក្តិសមទៅនឹងការល្បីមែនដែលសារតែថ្ងៃនេះផងដែរត្រូវជាថ្ងៃវិរៈឡើងស័កអញ្ចឹងក្រុមគ្រួសាររបស់ខ្ញុំបានជ្រើសរើសធ្វើដំណើរទៅកាន់វត្តរាជបូក្នុងគោលបំណងធ្វើការបាំងស្គរដើម្បីជូនទៅដល់ជីដូនជីតាដែលគាត់បានចែកឋានទៅ
ពេលដែលចាប់សពគ្រប់ហើយក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរមកកាន់សហគមន៍ទេសចរបាគងភូមិខ្ញុំនិយាយទៅផ្លៃផ្នែកខ្លាំងមែនតែនព្រោះមកលើកណាក៏កន្លែងគាត់នឹងតែងតែកែប្រែថ្មីថែមនេះថែមនោះរហូតបើនិយាយពីខ្ញុំក្មេងៗវិញអាសាមកស៊ីមៀបលើកណាក៏មកលេងកន្លែងនឹងដែរប៉ុន្តែម៉ាក់ហើយនឹងប៉ាក៏អត់ដែរមកទេហើយអញ្ចឹងខ្ញុំនឹងនាំប៉ាខ្ញុំសាករសជាតិប្លែកៗថ្មីទៀតដែលគាត់អត់ដែរបានធ្វើពីមុនមកជាដំបូងគឺយើងចាប់ផ្ដើមជាមួយនឹងការបាញ់កាភ្លើងតែមុននឹងប៉ាបាញ់ណាគឺប្អូនខ្ញុំវិទាបាញ់មុនសិនអញ្ចឹងយើងឲ្យប្អូនបាញ់ឲ្យអស់ចិត្តសិនដើម្បីឲ្យប៉ាបាញ់ម្ដងនិយាយទៅប្អូនខ្ញុំប៉ាកែបាញ់កាភ្លើងខ្លាំងមែនតែនមានន័យថាគាត់បាញ់កន្លែងណាតម្រង់កន្លែងណាគឺត្រូវកន្លែងហ្នឹងតែដល់ពេលប៉ាដោយសារភ្នែកគាត់មើលអត់សូវឃើញអញ្ចឹងគាត់តម្រង់ចង់កន្លះម៉ោងហើយតែមិនមានត្រូវអីមួយហើយបើថាប្អូនខ្ញុំវិញបានបងថតឲ្យអញ្ចឹងនិយាយពីថាបាញ់ផងកាច់ស្ទាយផងតែដល់ពេលរូបថតឲ្យបងវិញចៅគឺថាយកមិនកើតជាការតែចេះតែធំៗទៅធ្វើមិនប្អូនយើងទៅហើយក្រោយពីធ្វើការបាញ់កាភ្លើងអស់ពីបេបងហើយខ្ញុំក៏បាននាំប៉ាហើយនឹងប្អូនមកធ្វើការបាញ់ធ្នូម្ដងនិយាយទៅម្ដងម្នាក់ប្អូនខ្ញុំមួយប៉ាខ្ញុំមកមិញបាញ់កាភ្លើងប្អូនខ្ញុំបាញ់10ត្រូវ9ប៉ាខ្ញុំតម្រង់ម៉ានគាត់ក៏អត់ត្រូវដែរប៉ុន្តែអ្នកនរគ្នាចាំមើលការបាញ់ធ្នូវិញមានអីម្យ៉ាងម្នាក់តាគេថាខ្ញីកាន់តែចាស់កាន់តែហិលនិយាយទៅកន្លែងហ្នឹងអាណិតប្អូនខ្ញុំដែរដោយសារគ្នាប្រើដៃឆ្វេងអញ្ចឹងព្រួយហ្នឹងដូចអត់សូវស៊ីមួយដៃឆ្វេងមិនដឹងណាដល់ពេលប្អូនខ្ញុំខំតម្រង់មិនក៏អត់ត្រូវដែរតែកលេចមកមើលប៉ាខ្ញុំវិញណាដោយសារគាត់ថាគាត់ពីក្មេងហ្នឹងគាត់ស្ទាវជួអញ្ចឹងគាត់អាសាបាញ់ចាពៀមមកហេតុអីរឿងប៉ុណ្ណឹងគាត់បាញ់ត្រូវចាមកមើលទាំងអស់គ្នាចំពិតរបស់គាត់មែនតើណាអ្នកនរគ្នាខ្ញុំអត់កុហកអេចាំមើលផ្លាប់ចាចំណុចកដាលអំឡុងពេលដែលប៉ាខ្ញុំហើយនឹងប្អូនខ្ញុំកំពុងតែបាញ់ធ្នូអញ្ចឹងខ្ញុំទេទៅកំងមហូបឲ្យហើយគ្រាន់តែបាញ់ឲ្យភ្លាមបានមហូបញ៉ាំហ្មងខ្ញុំស្រឡាញ់បរិយាកាសនៅបាគងណាទោះបីជាមនុស្សច្រើនមិនក៏គេនៅតែរៀបចំដិតដល់ជូនភ្ញៀវដែរនៅថ្ងៃតដែរហ្នឹងផងដែរក្រុមគ្រួសាររបស់ខ្ញុំក៏បានធ្វើដំណើរមកកាន់សួនរុក្ខជាតិអង្គរនិយាយទៅខ្ញុំអាសាមកស៊ីមៀបខ្លាំងមែនតើសឹងតែថាឆ្នាំខ្លះខ្ញុំមកស៊ីមៀបមួយឆ្នាំ3ដងប៉ុន្តែជិះទៅជិះមកតែងតែម្លងសួនរុក្ខជាតិអង្គរនឹងរហូតដល់ពេលលើកនេះសម្រាប់ចិត្តថាចូលម្ដងមានណាចូលហើយមានចការហួសចិត្តជាខ្លាំងព្រោះនៅក្នុងនឹងធំហើយរបស់ផ្លែកច្រើនមែនតើចិត្តសតថ្ងៃនេះនាំគ្រួសារជួយយ៉ាងមួយនេះបញ្ចូលសលេងខ្លួនឯងប្រហើយអូខេដាក់លេងផ្លែកណាស់បងអូននិយាយទៅថតវីដេអូរដងមានរូបខ្លួនឯងប៉ុន្តែវីដេអូលើកហ្នឹងសុំដាក់ footage មកឲ្យនឹងប៉ារៀងច្រើនហើយព្រោះដោយសារមានតែគេកាន់កាមេរ៉ាឲ្យខ្ញុំហ្មងនិយាយទៅនៅក្នុងសួនរុក្ខអង្គរមិនមែនមានតែសត្វដើមឈើឬមកកផ្កាយប៉ុន្តែនៅក្នុងហ្នឹងក៏គេបានរៀបចំជាផ្ទះបុរាណខ្មែរដែរហើយមានរចនាបថតុបតែងតាមបែបខ្មែរហ្មងអីដែលសំខាន់គេដាក់តាំងសភើយើងអាន free ទៀតអញ្ចឹងដើម្បីកុំឲ្យខាតពួកខ្ញុំក៏បានធ្វើដំណើរមកកាន់អង្គរសង្ក្រាន្តដែរព្រោះដោយសារតើថ្ងៃមុនហ្នឹងមកបានតែពេលព្រឹកគេអញ្ចឹងថ្ងៃហ្នឹងខ្ញុំហើយនឹងក្រុមគ្រួសារចង់ដឹងថាតើពេលល្ងាចគេមានកម្មវិធីគេខ្លះខ្ញុំពិតជាតែសារក្រុមការងារដែលគាត់រៀបចំអង្គរសង្ក្រាន្តខ្លាំងមែនតើព្រោះមិនត្រឹមតែគាត់បញ្ចូលលបែងលបាំហើយនឹងល្ខោនខ្មែរទេប៉ុន្តែគាត់ក៏បានរៀបចំជាកម្មវិធីបណ្ដែតប្រទីបផងដែរនិយាយទៅម៉ាក់ខ្ញុំខ្ញុំខ្ជិបហ្មងដោយសារតែបានកូនស្រីដាថតរូបឲ្យរហូតហ៎ឃើញម៉ាក់ខ្ញុំសភាពអញ្ចឹងឯណាតែនិយាយពីថាកាច់រៀងមកកាមេរ៉ាដើម្បីឲ្យកូនថតអីគឺតារាល្មមសុំខ្មាស់ហើយថ្ងៃទី3ហ្នឹងដើរច្រើនកន្លែងពេកចាមកឡើងស្លេកពឹមថ្មិចបើកថ្ងៃទី4បាទជាថ្ងៃដែលពួកខ្ញុំត្រូវត្រឡប់មកពេញវិញប៉ុន្តែអត់ឲ្យខាតទេទោះបីជាត្រូវត្រឡប់មកពេញវិញក៏ជ្រាបពេលដើរលេងឲ្យបានសិនដែរស៊ីមរៀបប្រៀបថានៅសតកាលខ្ញុំប្រតិព័ន្ធការបាត់ដំបងដល់ចិនគំរួញគួញគិនគេងផ្សងតែបាត់ដំបងបងស្មាចំបាសម្រាប់ថ្ងៃទី4ក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាធ្វើដំណើរទៅកាន់ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅក្នុងសតវត្សទី12នាឆ្នាំ1191ដោយព្រះបាទជ័យវរ្ម័នទី7ក្រោយពេលដែលទ្រង់យកជ័យជំនះទៅលើចាម
ប្រាសាទនេះផងដែរត្រូវបានកសាងឡើងដើម្បីបន្សល់ទុកនៅសរីរកធាតុរបស់ព្រះបិតានៃព្រះបាទជ័យវរ្ម័នទី7ត្បិតថាព្រះបាទជ័យវរ្ម័នទី7ទ្រង់កសាងប្រាសាទនេះដោយជំនឿនៃព្រះពុទ្ធសាសនាក៏ពិតមែនប៉ុន្តែទ្រង់ពុំបានកសាងប្រាសាទនេះរហូតដល់ចប់នោះឡើយដោយហេតុថាស្ដេចបន្តបន្ទាប់ទៀតដែលត្រូវកសាងប្រាសាទនេះបង្ហើយទ្រង់មានជំនឿទៅលើព្រហ្មញ្ញសាសនានេះក៏ជាមូលហេតុដែលធ្វើឲ្យប្រាសាទមួយនេះមានបញ្ចូលទាំងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនានៅក្នុងប្រាសាទព្រះខ័ននេះផងដែរក៏មានរូបចម្លាក់របស់សត្វមង្គរសត្វនេះផងដែរគេចាត់ទុកថាជាយានជំនិះរបស់ព្រះវរណៈនិងព្រះគង្គាសត្វមង្គរមានក្បាលដូចទៅនឹងសត្វក្រពើមានប្រម៉ោយហាក់ដូចទៅនឹងប្រម៉ោយដំរីហើយមានខ្លួនជាស្រកានាគឬក៏ស្រកាត្រីសត្វមង្គរមានឫទ្ធិអំណាចលើសសត្វទាំងពួងនានាដែលមានមហិទ្ធិឫទ្ធិអាចលេបបានមិនថាគ្រុឌនាគឬមួយក៏ទេពនិករទាំងពួងទៀតនោះឡើយប្រាសាទព្រះខ័ននេះផងដែរមានទីតាំងអាថ៌កំបាំងដែលភ្ញៀវទេសចរមួយចំនួនធំពុំបានដឹងសោះឡើយនៅក្នុងប្រាសាទនេះផងដែរក៏មានទីតាំងមួយចំនួនដែលជាទីសក្ការៈបូជាហើយមានបន្សល់ទុកនៅរូបចម្លាក់របស់ព្រះនាងជ័យរីទេវីនិងព្រះនាងឥន្ទ្រទេវីផងដែរគូបញ្ជាក់ថាកន្លែងរបស់ព្រះនាងទាំងពីរអង្គនេះគឺជាកន្លែងស័ក្តិសិទ្ធិដូច្នេះអ្នកដែលទៅលេងពុំគួរណានិយាយសម្ដីផ្ដេសផ្ដាសនោះឡើយជាបន្ទាប់ខ្ញុំហើយនឹងក្រុមគ្រួសារក៏បានធ្វើដំណើរមកកាន់ប្រាសាទមួយដែលគេល្បីរន្ទឺគួរសមដែរហើយអ្នកទាំងអស់គ្នាស្គាល់ប្រាសាទនោះថាជាប្រាសាទនិព្វានប្រាសាទនិព្វានត្រូវបានកសាងឡើងនៅរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ1191ហើយប្រាសាទនេះផងដែរត្រូវបានគេចាត់ទុកជាមន្ទីរពេទ្យនាសម័យបុរាណក៏ដូចជាកន្លែងដើម្បីផលិតឱសថផងដែរគួរបញ្ជាក់ថានៅខឿងប្រាំងកណ្ដាលត្រូវបានរចនាដោយសត្វនាគចំនួន2ក្បាលដែលនាគទាំងពីរនោះមានកន្ទុយព័ទ្ធចូលគ្នាហើយក្បាលនាគនីមួយៗតំណាងឲ្យពុទ្ធសាសនានិងព្រហ្មញ្ញសាសនារួមគ្នាដើម្បីធ្វើការអភិវឌ្ឍនគរឲ្យបានកាន់តែរុងរឿងជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហានឹកនឹងអាឡ័យហើយមុននឹងធ្វើដំណើរមកកាន់ភ្នំពេញវិញខ្ញុំបាននាំម៉ាក់ហើយនឹងប៉ាមកលេងភូមិប្រដាក់ពួកគាត់សុទ្ធតែដែរមកភូមិប្រដាក់ទាំងអស់គ្នាអាចនិយាយបានថាភូមិប្រដាក់ទៅលើកណាក៏ពួកខ្ញុំអាចដែរខកចិត្តដែរព្រោះមានលក់របស់ប្លែកថ្មីឲ្យភ្លក់រហូតនិយាយទៅដោយដែលអ្នកទាំងអស់គ្នាដឹងអញ្ចឹងថាពេលដែលយើងមកដល់ភូមិប្រដាក់គឺអីក៏មានដែរសម្បូរសប្បាយក្នុងការញ៉ាំហ្មងហើយអីដែលសំខាន់ណារបស់ធូរថ្លៃទៀតប៉ាម៉ាក់ហើយនឹងប្អូនខ្ញុំនិយាយពីថាញ៉ាំសឹងតែ2លានមុខអីក៏ពួកគាត់សាកដែរហើយទៅដល់ភូមិប្រដាក់ឯហ្នឹងភ្លេចមិនបានជាមួយនឹងអាកោថ្នោតល្បីអ៊ីចន្ទធូអោខេត្តសៀមរាបប្រៀបថានៅសតកាលខ្ញុំប្រតិព័ន្ធការបាត់ដំបងដល់ចិនគំរួញគួនគិនគេងផ្សងតែបាត់ដំបងបងស្មាចំបាឥឡូវបានយល់ចំពេសៀមរាបក្រអូបជួតជ្រាបពោពេញអស់ហើយមុននឹងធ្វើដំណើរត្រឡប់មកកាន់ភ្នំពេញវិញខ្ញុំហើយនឹងក្រុមគ្រួសារក៏បានឈានចូលលេងប្រាសាទប្រែរូបផងដែរប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅក្នុងសតវត្សទី10ដោយអ្នកជាទេសរដ្ឋមន្ត្រីម្នាក់ហើយប្រាសាទនេះផងដែរពុំបានពាក់ព័ន្ធជាមួយនឹងក្សត្រអង្គណានោះឡើយគួរបញ្ជាក់ថាប្រាសាទមួយនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរនៃសាសនាព្រហ្មហិណ្ឌូជាមួយនឹងរចនាបថល្វត់ល្វន់ពាក់ព័ន្ធទៅនឹងរូបស្ត្រីជាមួយនឹងទេវតាចឹងវីដេអូដើរលេងជុំគ្រួសារតូចឈានមកដល់ទីបញ្ចប់ហើយបាយបាយ